ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សសិស្សនិងសិស្សទាំងអស់គ្នាមានខ្ញុំឈ្មោះរងលេខស្រីដំណើរក្រុមទី1និងជាសិស្សថ្នាក់ទី10នៃវិទ្យាល័យហោះសានអូរ៉ាំងអើថ្ងៃនេះខ្ញុំមកបកស្រាយមកវិទ្យាភាគវិទ្យានិងបរិស្ថានក្រៅប្រធានបទប្រព័ន្ធប្រតិទិនបង្រៀនដល់នៅគ្រូលោកនីឡាជាដើម្បីយើងត្រូវយកពីនិយមន័យប្រព័ន្ធប្រតិទិនជាមុនប្រព័ន្ធប្រតិទិនគឺជាប្រព័ន្ធផ្កាយមួយដែលមានប្រតិទិននៅចំកណ្ដាលនិងថតអបការផ្សេងៗទៀតដូចជាផបផ្កាយដល់កន្ទុយព្រមទាំងអបផ្កាយធ្វើចលនាកោចរជុំវិញដោយសារកម្លាំងជំនាញប្រព័ន្ធប្រតិទិនមានទីតាំងក្នុងក្លាស៊ីមីគីវេតើអ្នកទាំងអស់គ្នាឆ្លងទៅថាក្រៅពីភពផែនដីដែលយើងរស់នៅតើនៅមានភពប្រមាណទៀតនៅក្នុងប្រព័ន្ធប្រតិទិនតាមរយៈការសិក្សាស្រាវជ្រាវក្នុងប្រព័ន្ធប្រតិទិនមានប្រតិទិនចំនួន1និងមានភពចំនួន8ផ្សេងទៀតមានដូចជាភពពុទ្ធភពសុក្រភពផែនដីភពអង្គារភពរហ័សភពសៅរ៍ភពអេរ៉ាណូសនិងភពនេបតូនក្នុងនោះយើងអាចមើលឃើញភពចំនួន5ប៉ុណ្ណោះតែមិនចាំបាច់គ្រាន់តែលើកទោះដែលភពនោះមានដូចជាភពពុទ្ធភពសុក្រភពអង្គារភពរហ័សនិងភពសៅរ៍តែភពផ្សេងទៀតយើងមិនអាចមើលឃើញនៅថ្ងៃទទេបានទេដោយសារតែភពចំនួន4ដំបូងជាភពដែលបង្កើតឡើងដោយសិលានិងនៅជិតព្រះអាទិត្យនិងភព4បន្ទាប់ជាភពដែលបង្កើតឡើងដោយឧស្ម័ននិងនៅឆ្ងាយពីព្រះអាទិត្យដែលជាហេតុធ្វើឲ្យភពត្រូវបានបែងចែកជាពីរគឺភពក្នុងនិងភពក្រៅភពក្នុងមានដូចជាភពពុទ្ធភពសុក្រភពផែនដីនិងភពអង្គារភពក្រៅមានដូចជាភពរហ័សភពសៅរ៍ភពអេរ៉ាណូសនិងភពនេបតូនដើម្បីចូលកាន់តែច្បាស់ពីប្រព័ន្ធព្រះអាទិត្យក្រុមពួកយើងក៏បានធ្វើជាគំរូសម្រាប់ជំនួយក្នុងការពន្យល់ផងដែរវ៉ាវតើព្រះអាទិត្យកើតឡើងពីអ្វីហើយមានន័យអ្វីខ្លះព្រះអាទិត្យគឺជាតារាដ៏ធំមួយដែលស្ថិតនៅចំកណ្ដាលនៃប្រព័ន្ធព្រះអាទិត្យវាជាប្រភពថាមពលនិងពន្លឺដ៏សំខាន់និងភាគច្រើនសំឡើងពីអ៊ីដ្រូសែន 44% និងហេលីយ៉ុម 24% ព្រះអាទិត្យមានសីតុណ្ហភាពខាងក្រៅប្រហែល 5500 អង្សាសេនិងសីតុណ្ហភាពស្និទ្ធខាងក្នុងប្រហែល 15 អង្សាសេវាមានន័យដូចជាផ្ដល់កម្ដៅនិងពន្លឺជួយដល់រុក្ខជាតិព្រមទាំងជួយបង្កើនទំនាញយ៉ាងខ្លាំងក្លាដែលអាចធ្វើឲ្យភពទាំងអស់វិលតាមកន្លងថេររបស់វាព្រះអាទិត្យមានអាយុកាលប្រហែល 4.6 លានឆ្នាំហើយភពទី1ភពពុទ្ធភពពុទ្ធគឺជាភពនៅជិតព្រះអាទិត្យជាងគេក្នុងចំណោមភពទាំង8ភពពុទ្ធវិលជុំវិញខ្លួនឯងយឺតជាងភពនានាបន្ទាប់ពីភពសុក្រនៅមានចលនានឹងវិលជុំវិញព្រះអាទិត្យក្នុងរយៈពេល83ថ្ងៃនៃភពផែនដីសីតុណ្ហភាពនៅពេលថ្ងៃ427អង្សាសេនិងនៅពេលយប់ដក170អង្សាសេភពទី2គឺភពសុក្រភពសុក្រមានទំហំម៉ាស់នៅក្នុងសីតុណ្ហភាពប្រហែលនឹងភពផែនដីតែភពសុក្រខុសគ្នាពីភពផែនដីនឹងវិលជុំវិញព្រះអាទិត្យពីកើតទៅលើបរិយាកាសសម្បូរទៅដោយឧស្ម័នកាបូនិកភពសុក្រស្ថិតនៅជិតភពផែនដីជាងគេរង្វល់ជុំវិញព្រះអាទិត្យមានរយៈពេល225ថ្ងៃនិងសីតុណ្ហភាពនៅពេលថ្ងៃ480អង្សាសេហើយនៅពេលយប់សីតុណ្ហភាពធ្លាក់ចុះដល់13អង្សាសេភពទី3ភពផែនដីភពផែនដីជាភពតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានជីវិតអាចរស់នៅបានភពនេះកើតឡើងប្រហែល 4600 លានឆ្នាំមុននិងមានបានការជីវិតប្រហែល 3500 លានឆ្នាំមុន70% នៅទឹកដីកើតដណ្ដប់ទៅដោយទឹកសមុទ្រនិងភាពដែលនៅសល់គឺជាទ្វីបនិងកោះហើយនៅធ្វើដំណើរជុំវិញព្រះអាទិត្យរយៈពេល365ថ្ងៃនិង6ម៉ោងនិងវិលជុំវិញខ្លួនឯងឬរង្វិលគ្នារយៈពេល24ម៉ោងដែលបង្កើតឲ្យមានពេលយប់និងពេលថ្ងៃបន្ទាប់មកភពទី4ភពអង្គារភពអង្គារជាភពពណ៌ក្រហមនិងមានកាតាបតកនៅចុងសងខាងនៃភពកាតាបតកកើតឡើងដោយសារឧស្ម័នកាបូនិកព្រោះភពនេះមានតាក់ទីទុយបំផុតនិងមានពណ៌ក្រហមទោះជាដែកនៅលើភពមានច្រេះកើតឡើងដោយសារអុកស៊ីតកម្មភពអង្គារធ្វើដំណើរជុំវិញព្រះអាទិត្យរយៈពេល1ឆ្នាំ8ខែ8ថ្ងៃនៃភពផែនដីនិងសីតុណ្ហភាពត្រជាក់បំផុតរយៈពេលដក130អង្សាសេភពទី5ភពរហ័សភពរហ័សជាភពដ៏ធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យវាតែងតែភ្លឺចែងចាយនៅពេលយប់បរិយាកាសនៅក្នុងភពរហ័សសម្បូរទៅដោយឧស្ម័នអ៊ីដ្រូសែនភពរហ័សវិលលឿនជាងភពផ្សេងៗទៅទៀតមួយថ្ងៃនៃភពនេះមានប្រហែល10ម៉ោងនៃភពផែនដីមួយរង្វិលជុំវិញព្រះអាទិត្យមានរយៈពេល11ឆ្នាំនៃភពផែនដីភពទី6ភពសៅរ៍ភពសៅរ៍មានកោណរង្វិលព័ទ្ធជុំវិញចំនួន7ហើយកោណរង្វិលនោះជាតកបរិយាកាសភពសៅរ៍ដូចភពរហ័សមានតែអ៊ីដ្រូសែននិងអេរ៉ាយ៉ូមរង្វិលជុំវិញព្រះអាទិត្យមានរយៈពេល29ឆ្នាំ4ខែ6ថ្ងៃនៃភពផែនដីភពទី7ភពអេរ៉ាណូសភពអេរ៉ាណូសបរិយាកាសភាគច្រើនផ្សំឡើងពីឧស្ម័នអ៊ីដ្រូសែននិងមេតានដែលស្រូបយកកាំរស្មីក្រហមនៃពន្លឺព្រះអាទិត្យរង្វិលជុំវិញព្រះអាទិត្យមានរយៈពេល83ឆ្នាំ274ថ្ងៃនៃភពផែនដីរង្វិលខ្ញាល់រយៈពេល17ម៉ោង14នាទីរង្វិលខ្ញាល់ស្របនឹងប្រមិចមីលីកាភពទី8ចុងក្រោយគេភពនេបតូនសមាសភាពភពនេបតូនមានលក្ខណៈស្រដៀងគ្នាទៅនឹងបរិយាកាសភពអ៊ុយរ៉ាណូសតែបរិយាកាសភពនេះមានផ្ទុកក្រវ៉ាត់ពពកដែលវាអាចមើលឃើញច្បាស់ផ្នែកខាងក្នុងរបស់ភពនេបតូនបញ្ចេញថាមពលទៅកាន់ស្រទាប់ខាងក្រៅធ្វើឲ្យឧស្ម័នក្តៅឡើងទៅលើហើយឧស្ម័នត្រជាក់លើចុះក្រោមកំណត់បានជាគំរូខ្យល់បក់នៅក្នុងបរិយាកាសដែលបង្កើតបានជាក្រវ៉ាត់ពពកនៅលើភពរង្វិលជុំវិញព្រះអាទិត្យមានរយៈពេល163ឆ្នាំ265ថ្ងៃនៃភពផែនដីនិងរង្វិលខ្ញាល់រយៈពេល16ម៉ោង7នាទីសូមអរគុណលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ពួកយើងរហូតដល់ទីបញ្ចប់ព្រមទាំងសូមការអភ័យទោសដល់កំហុសខុសឆ្គងបានណា